ខ្ញុំបាទឈ្មោះផុងវិវត្តជាសិស្សថ្នាក់ទី7នៃវិទ្យាល័យសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យជាជ័យលាភីលេខ1ផ្នែកស្មូតកំណាព្យពានរង្វាន់សម្ដេចតេជោហ៊ុនសែនក្នុងទិវាជាតិអំណានលើកទី10ឆ្នាំ2025ខ្ញុំបាទសូមអនុញ្ញាតស្មូតកំណាព្យដែលមានចំណងជើងថាការអានបណ្ដុះមូលធនបញ្ញាតជំនាន់ដែលជាស្នាដៃនិពន្ធដោយរបស់យុវតីឈួររាជិនីជាសិស្សថ្នាក់ទី11មកពីវិទ្យាល័យហ៊ុនសែនចំការដូងខេត្តកែបជាជ័យលាភីលេខ1ផ្នែកស្មូតផ្នែកតែងនិពន្ធកំណាព្យបទពាក្យ7ស្មូតបែបខមាទោសូមអង្គពិធីទាំងមូលរីករាយស្ដាប់ដូចតទៅអំណានបណ្ដុងធនបញ្ញាជំរុញជួយស្ដារផ្លូវជីវិតអំណានព្រៀបដូចថ្នាំស័ក្តិសិទ្ធិអំណានថ្កានពិតណារត់ចាំងច្បាស់អំណានផ្សារភ្ជាប់គ្រប់ចំណងចំណេញចេញតនជួនថ្មីចាំងអំណានណែបណិតពិតច្បងច្បាស់អំណានជួយផ្លាំងដាស់ស្មារតីអំណានផ្សារភ្ជាប់គ្រប់ដំណចំណេញចេញតល្អគ្មៀតថ្មីដូចដួងចន្ទ្រីពេលរាត្រីផ្ដល់នៅរាំងស្មៃនៃជីវិត
គ្រប់វិញសៃគ្រប់កាលសម័យឆ្នៃរិះកាត់ផ្ដល់បត់ពេញសោតផ្ដល់គំនិតដឹងឆ្ងាយដឹងចិត្តណាយអត់សូវមកអំណានប្រៀបដូចជាកញ្ចក់ឆ្លោះដិតដាំដក់រឿងកន្លងផ្សារភ្ជាប់ចន្លោះរិទ្ធចំណងមូលមិត្តប្អូនបងចងមេត្រីអំណានថ្លាថ្លៃរះចែងចាផ្ដល់ទាំងមេត្តាធម៌ខន្តីអំណានជួយលើករិទ្ធរាសីសន្តោសប្រណីអភ័យគ្នាអំណានតម្រង់ប្លង់ជីវិតជួយគូជួយកិត្តឥតរួញរាថែវប្បធម៌ល្អសោភារួបរួមសាមគ្គីការពារសន្តិភាពអំណានលើកស្ទួយជួយសង្គមយកជាតិជាធំងំជ្រួតជ្រាបដឹងរាំងដឹងជ្រៅដឹងខ្ពស់ទៀបដឹងទួលទំនាបលៀបកើតកើតអំណានផ្ដល់តត់ពុនលើលំអំណានជាម្លប់នាំចម្រើនអំណានកំណប់នាំកំណើតបង្កើតបង្កើតណាយច្រើនសង្កដាអំណានពិតមានគុណដំឡៃក្រុមកាលសម័យក្រៃអង្ចារ
ជួយយើងជួយយកជ្រងខាមរាអូដំថ្លៃថ្លាស្ដាគេឈ្មោះសូមអរព្រះគុណនិងសូមអរគុណ